បាទសួស្តីទាំងអស់គ្នាយើងវីដេអូយើងថ្ងៃនេះបាទយើងនឹងធ្វើការបង្កើតaccount YouTube channel មួយសម្រាប់បងប្អូនដែលមានបំណងចង់ផុសវីដេអូបាទឬក៏មានបំណងចង់រកប្រាក់ចំណូលជាមួយនឹង YouTube ណាអញ្ចឹងវីដេអូនេះគឺបាទត្រូវជាមួយនឹងអ្នកនរគ្នាហើយចាំបាច់បំផុតបាទសម្រាប់បងប្អូនអ្នកនរគ្នាបាទអញ្ចឹងតកតងជាមួយនឹងការបង្កើតបាទអត់មានអីពិបាកទេបាទជាទូទៅយើងបង្កើតនៅក្នុងទូរស័ព្ទវាងាយជាងនៅក្នុងកុំព្យូទ័រណាបាទតែតកតងជាមួយនឹងការបង្កើតនៅក្នុងទូរស័ព្ទបច្ចុប្បន្នគឺយើងពេញនិយមច្រើនមែនទែនបាទនៅក្នុងកុំព្យូទ័រអាចនិយាយមកថាជាទូទៅអ្នកផលិតបាទមាតិកាមួយចំនួនគឺបាទយើងប្រើប្រាស់ទូរស័ព្ទដៃណាហើយតកតងជាមួយនឹងទូរស័ព្ទដៃក៏វាមានកម្មវិធីជំនួយជាច្រើនបាទដូចជាកម្មវិធីកាត់តវីដេអូបាទកម្មវិធីAI ជាដើមហ្នឹងគឺវាជំនួយបាទវាជំនួយទៅដល់បងប្អូនដែលគាត់បង្កើត account YouTube ណាអញ្ចឹងតើតើជាមួយនឹងការបង្កើតយើងចូលមកកាន់ YouTube មកបាទសម្រាប់បងប្អូនដែលអត់ទាន់មាន channel បាទពេលដែលបងប្អូនចូលមកកាន់ YouTube ដំបូងគឺវាចេញបែបនេះណាហើយតើតើជាមួយនឹងបង្កើត YouTube បានបងប្អូនត្រូវមាន account email មួយបាទ account email standard មួយណាអញ្ចឹង account email standard បងប្អូនអាចទៅឆែកមើលវីដេអូរបស់ខ្ញុំវីដេអូមុនបាទយើងនិយាយអំពីបាទការបង្កើត email standard ណាបាទអញ្ចឹងតើតើជាមួយនឹងការបង្កើត YouTube យើងចូលមកកាន់ YouTube ហើយយើងចូលមកកាន់ខាងក្រោយមកបាទកន្លែងប៊ូតុងអក្សរ C នេះបាទពាក្យថា U នេះដោយសារខ្ញុំបង្កើត email រួចហើយបាទយើងចុចលើហ្នឹងមកបាទបន្តមកទៀតបងប្អូនមើលនៅឈ្មោះខ្ញុំខាងលើនេះបាទឈ្មោះខ្ញុំខាងលើនេះបាទវាមិនមែនជាឈ្មោះ channel YouTube របស់យើងទេបាទវាគឺវាចាប់យកឈ្មោះ email របស់យើងមកណាអញ្ចឹងដើម្បីបង្កើត YouTube channel យើងចុចនៅពាក្យនេះ create a channel នេះខាងក្រោមឈ្មោះហ្នឹងមកបន្តមកទៀតយើងមកដល់ចំណុចនេះបាទបងប្អូនមើលមួយបាទតទៅជាមួយនឹង picture បាទ picture បងប្អូនធ្វើការបាទ upload picture ចូលឲ្យហើយក៏បានបាទចាំដាក់ពេលក្រោយក៏បានចំណុចនេះណាអញ្ចឹងសម្រាប់ខ្ញុំអត់ទាន់ដាក់ទេដោយសារខ្ញុំអត់ទាន់បានdesign cover បាទសំទោស design profile សម្រាប់YouTube មួយនេះទេបាទហើយ YouTube មួយនេះខ្ញុំនឹងបង្កើតជាផ្លូវការបាទតើតើជាមួយនឹង content មួយនិយាយពីសัตว์ណាអញ្ចឹងតើតើជាមួយនឹង picture profile នេះខ្ញុំអត់ទាន់ដាក់ទេបាទអញ្ចឹង name នេះគឺជាឈ្មោះ channel បងប្អូនបាទអធិស្ឋានទាំងអស់គ្នាដោយសារខ្ញុំ record វីដេអូដាច់ណាអញ្ចឹងនៅពេលដែលបងប្អូនពិនិត្យឡើងឈ្មោះបងប្អូនហើយយើងចុច create channel នៅប៊ូតុងខាងក្រោមមិញមកប៊ូតុងកពណ៌ខៀវណាបងប្អូនសារវីដេអូបន្តិចទៅដោយសារខ្ញុំ record ដាច់ណាបន្តមកទៀតយើងចូលមកដល់ចំណុចនេះបាទមកដល់ចំណុចនេះយើងធ្វើការ edit ឈ្មោះបាទ channel របស់យើងបាទមាន channel handle មាន URL ហើយនឹង description ណាអញ្ចឹងបញ្ជាក់បាទតើតើជាមួយនឹង name យើងអាចដូរបានកន្លែងនេះបាទអញ្ចឹង channel របស់ខ្ញុំដាក់ឈ្មោះបាទតើតើជាមួយនឹងសัตว์បាទកន្លែងនេះខ្ញុំគិតគូហើយណាបងប្អូនកន្លែងនេះគឺយើងមុននឹងធ្វើការបង្កើតaccount YouTube មួយបាទបងប្អូនត្រូវបាទត្រៀមចំណងជើង channel របស់យើងឲ្យមកបាទហើយមានវីដេអូសម្រាប់ផុសទៀតឬតែល្អណាបាទអញ្ចឹងខ្ញុំធ្វើពីសัตว์បាទពេលបើជាមកយើងចុច save បាទបាទអញ្ចឹងយើងឃើញតើតជាមួយនឹងchannel ខាងលើណាបាទទី2តើតជាមួយនឹង handle channel នេះបាទយើងកែក៏បានយើងយកតាមនឹងក៏បានបាទអញ្ចឹងខ្ញុំធ្វើការកែវាមួយទៀតបាទនេះដូចគ្នាខ្ញុំដាក់ដូចគ្នាមក
បាទវា load ពណ៌ក្រហមមានន័យថាវាមាន channel ហ្នឹងហើយអញ្ចឹងយើងធ្វើការបន្ថែមអក្សរមកបាទអញ្ចឹងខ្ញុំដាក់ real birth 2026មកណាកន្លែងអក្សរ add នេះមានន័យថាតើតើជាមួយនឹង channel របស់យើងគឺគេ search មើលបាទឲ្យដូចជាមួយនឹងឈ្មោះបាទកន្លែងនេះវាជាជំនួយឲ្យ channel ណាអញ្ចឹងយើងចុច save មកបាទមួយទៀតនៅត្រង់ចំណុច URL បាទ URL នេះគឺវាចាប់បាទអូតូមកហើយបាទតើតើជាមួយនឹង handle របស់យើងវិញហ្នឹងបាទអញ្ចឹងយើងមិនបាច់ប៉ះវាទេកន្លែងហ្នឹងកន្លែង description នេះគឺបងប្អូនអាចធ្វើការបំពេញបាទបំពេញវាឲ្យហើយមកបាទឬក៏បងប្អូនចាំ edit ពេលក្រោយក៏បានដែរបាទអញ្ចឹងបងប្អូនដាក់អីក៏បានដែរកន្លែងហ្នឹងបាទរៀបរាប់ពី channel របស់យើងណាកន្លែងនេះខ្ញុំអត់ទាន់បានសរសេរខ្ញុំសរសេរតែពាក្យប៉ុណ្ណេះទេបាទអញ្ចឹងកន្លែង description នេះខ្ញុំបញ្ជាក់ម្ដងទៀតបងប្អូនធ្វើពីអីបងប្អូនសរសេរហ្នឹងមកណាបាទ channel របស់យើងតាក់ទងជាមួយនឹងការបរៀនយើងសរសេរតាក់ទងជាមួយនឹងការបរៀនបាទយើងបង្ហាញគេថា channel មួយហ្នឹងយើងនឹងធ្វើការបរៀនពីអ្វីមួយណាបាទធ្វើពីបាទការចិញ្ចឹមសត្វធ្វើពីម្ហូបបាទធ្វើជា content game អីគេហ្នឹងបងប្អូនត្រូវការរៀបរាប់ប្រាប់គេឲ្យហើយណាបាទចឹងសម្រាប់ខ្ញុំអត់ទាន់បានទៅសេ description ក្បោះក្បាយទេខ្ញុំដាក់តែប៉ុណ្្នឹងសិនណាបាទអញ្ចឹងបន្ទាប់ពីយើងធ្វើប៉ុណ្្នឹងហើយយើងតទៅមុខទៀតបាទបន្ទាប់ពីយើងបាទធ្វើការ edit រួចរាល់ហើយយើងបាន channel YouTube មួយដែលយើងបង្កើតមុនហ្នឹងបាទហើយតទៅជាមួយនឹង channel យើងអាច edit បានបាទយើងអាច edit បាននៅពេលក្រោយទេដូចខ្ញុំបញ្ជាក់មិញហ្នឹងតទៅជាមួយនឹងឈ្មោះហើយនឹង description របស់ channel ណាបាទបងប្អូនអាចធ្វើការដូរដោយខ្លួនឯងបានកន្លែងហ្នឹងណាហើយតទៅជាមួយនឹងការផុសវីដេអូបើសិនជាបងប្អូនមានវីដេអូបាទមានវីដេអូហើយយើងចុចពាក្យ create ផុសវីដេអូនេះមកណាចុចពាក្យហ្នឹងមកគឺបាទវាប្រើបាទវាប្រើទៅរកវីដេអូដែលយើងមានដែលយើងត្រូវផុសណាអញ្ចឹងសម្រាប់ខ្ញុំមិនទាន់ផុសទេបាទអញ្ចឹងតើតើជាមួយនឹងការបង្កើតបាទ YouTube channel មួយដែលមានលក្ខណៈស្តង់ដារបាទយើងទទួលបានហើយអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់យល់បាទអាច comment បញ្ជាក់ខ្ញុំបន្ថែមណាខ្ញុំនឹងធ្វើការ support ទៅកាន់បងប្អូនអរគ្នាណាហ្នឹងហើយអរគុណ